សួស្តីបងប្អូនថ្នាក់វិទ្យាសាស្ត្របាទត្រៀមម្ដុំយើងទាំងគ្នាថ្ងៃនេះយើងជួបគ្នាជាមួយនឹងបាទ limit ចំនួន3ឲ្យត្រៀមប្រឡងអូខេអញ្ចឹងយើងដឹងហើយដើម្បីគណនា limit បាទយើងត្រូវដឹងថាតើ limit របស់យើងនឹងស្ថិតនៅក្នុងបាទកម្រិតមួយណាហើយរៀងមួយណាបាទអញ្ចឹងដើម្បីដឹងថាវាចូលបាទចូលរៀងមួយណាយើងអាចរករៀងរបស់វាសិនអញ្ចឹងពេលដែល limit x ខុសទៅចិត្ត1បាទអញ្ចឹងយើងឬនៃ1វាបាន1ណា1ដក1វា0នេះបាទអញ្ចឹងអាពាក្យយកវា0ដែរអញ្ចឹងយើងយក1ចូលនេះ0ដែរអញ្ចឹងមានន័យថាវាចូលរៀងកម្រិតមិនកំណត់បាទ0ទៅ0អញ្ចឹងយើងដឹងហើយដើម្បីគណនាលេខ0ទៅ0មានន័យថាតម្លៃរបស់ x ខិតទៅចិត្ត1ធ្វើឲ្យ limit របស់យើងបាទវាចូលរឿង0ទៅ0អញ្ចឹងយើងគ្រាន់តែសម្រួលលេខដក1ចោលទៅគឺគ្រប់គ្រាន់ហើយអញ្ចឹងយើងអាចគណនាវាអញ្ចឹង limit x ខិតទៅចិត្ត1ឬនៃ x ដក1អញ្ចឹងយើងសង្កេតឃើញថាក្រោមនេះយើងនឹងថា x ដក1យើងនឹងថាឬនៃ x ការ៉េគឺស្មើជាមួយនឹង x ស្មើតម្លៃ x ខាង x ខិតទៅចិត្ត1អញ្ចឹងវាវិជ្ជមានហើយអញ្ចឹងវាចេញមកគឺវាស្មើជាមួយនឹង x ហើយចាអញ្ចឹងមានន័យថា x នេះយើងអាចសរសេរថាឬនៃ x វិជ្ជាការ៉េដក1ហើយតមកវាចូល a ដក b គឺតែ a បូក b អញ្ចឹងណាអញ្ចឹងពេល x ខិតទៅចិត្ត1គឺរឹសនៃ x ដក1អាក្រោមបានទៅជារឹសនៃ x ដក1គុណជាមួយនឹងរឹសនៃ x បូក1អញ្ចឹងយើងសម្រួលកតារួមចោលទៅយើងបាន limit ថ្មីគឺ limit នៃ x ខិតទៅចិត្ត1នៅលើបាទរឹសនៃ x បូក1អញ្ចឹងយើងជំនួសតម្លៃខិតទៅចូលបាទអញ្ចឹង limit របស់យើងគឺបានទៅជា1នៅលើរឹសនៃ1បូក1អញ្ចឹងរឹសនៃ1បាទចេញមកបាន1 1បូក1 2អញ្ចឹងបាន1នៅលើ2អញ្ចឹងមានន័យថានៅពេលដែល limit x ខុសទៅចិត្ត1នៅអាគុំប៉ុណ្ណឹងវាស្មើ1នៅលើ2នៅពេលដែល x ខុសទៅចិត្តបាទ x ខុសទៅចិត្ត1ឥឡូវយើងមើលលំហាត់ទី2អញ្ចឹងនៅពេលដែលយើងនិយាយយើងដឹងហើយយើងរកគឺហ្នឹងដែរបាទតែវាកំណត់ហើយយើងក៏វាបានកំណត់ហើយវាបានកំណត់យើងតែនេះឡើងលេខ2ហ្នឹងអញ្ចឹងយើងទៅចូលទៅចានេះ2 4ឬ4ស្មើ2 2ដក2 0បាទហើយអានេះ2គីវា8 8ដក8 0អញ្ចឹងវារៀងបាទមិនកំណត់0ឬ0អញ្ចឹងដើម្បីគណនា limit យើងមិនកំណត់0ឬ0យើងគុណកសោមឆ្លាក់បាទដើម្បីឲ្យចំនួនដែលមានជាប់ radical នេះវាចេញរួចអញ្ចឹងយើងថាដើម្បីចេញពី radical លុះត្រាតែ radical លើកជាការ៉េអញ្ចឹងពេល radical នឹងលើកជាការ៉េលុះត្រាតែយើងអាចសរសេរជាទម្រង់នៃ a ការ៉េដកជាមួយនឹងបាទគឺនៃ b ការ៉េអញ្ចឹងទៅបានយើងអាចចិញ្ចឹមរួចអញ្ចឹងណាអញ្ចឹងយើងតើគុណកសោមឆ្លាក់ពីមកនេះបានអាចមានទម្រង់បានចូលលក្ខណៈនេះអញ្ចឹងបងប្អូនគុណកសោមឆ្លាក់អញ្ចឹងនៅពេលដែលខិតទៅចិត្ត2យើងមាននេះបាទដក2អញ្ចឹងកសោមឆ្លាក់របស់វាគឺរឹសនៃ x បូក2បាទចឹងបើក្នុងលើគុណឯចំនួនប៉ុន្មានខុសពី0បាទចាក់ក្រោមនៅគុណខែចំនួនប៉ុណ្ណឹងដូចគ្នាបាទ x បូកជាមួយនឹង2បូក2អញ្ចឹងយើងបានទៅជាចឹងភាពបាយយើងទុកនៅដើមហ្នឹងណាយើងកំតធ្វើទៅបាទចឹង x គីដល់8បាទឬនៃ x បូក2បាទបូក2អញ្ចឹងអាលើនេះវាចូលបាទវាចូលគេ a ការ៉េដល់ b ការ៉េអញ្ចឹងa ការ៉េដល់ b ការ៉េគឺវាបានមកពី a ដល់ b បាទ a បូក b ក្រោយយើងគុណពលាតកសោមពីរនេះយើងទទួលបានលើចឹងមានន័យថានៅពេលយើងមាន a ដល់ b ហើយមួយទៀត a បូក b យើងអាចសរសេរបានទៅជា x បូក2បាទឬការ៉េនៃ x បូក2ដកជាមួយនឹង2ការ៉េចឹងអានេះយើងសម្រួលពី radical បាទយ៉ាងចឹងអធិប្បាយនេះនៅរក្សាដដែលសិនចុះបាទទីមកធ្វើអីទៀតទេទុកវាដែរសិន
អានេះយើងបានជា x បូក2ដកឲ្យ4ណាអញ្ចឹងកន្លែងនេះយើងដកគ្នាទៀតទៅបាទវាស្មើទៅទៀតបាទគឺភាពបាយយើងកុំទាន់ធ្វើអីវាទុកគ្នាឲ្យនៅម្នាក់ឯងចឹងចុះបាទចឹងកុំទាន់ធ្វើទុកនៅដែរចឹងចុះឥឡូវនេះយើងអាចដកទៅយើងបានដូចជាបាទ x ដក2ចឹងទាំងអស់គ្នាអាចប្រើលក្ខណៈផលគុណលីមីតបាទចឹងមានន័យថាចេះមានន័យថានៅពេលដែលយើងមាននៃ x ខិតទៅជិត a បាទនៃ f គុណជាមួយនឹង c យើងអាចសរសេរទៅជាបាទ limit x ខិតទៅជិត a នៃ f គុណឲ្យ limit បាទ x ខិតទៅជិត a នៃបាទនៃ c បាទ f នៃចុះបាទនៃ c នៃចុះបាទគេខ្ញុំបដ ாய் ទៅអត់ទេចេះឲ្យសួរមើលបាទនៅពេលខាងគុំហ្នឹងគឺវាមានទៅនឹងក្នុងអីហេចឹងដូចគ្នាឥឡូវនេះយើងអាចសរសេរចឹងបានដើម្បីងាយស្រួលចឹង x ខិតទៅជិត2នៃចឹងគុណគ្នាមកបាទ limit នៃ x ខិតទៅជិត2នៃអីនៃ1នៅលើឬនៃ x បូកឲ្យ2បាទបូកជាមួយនឹង2ចឹងកន្លែងនេះយើងបាន x ដក2ណាតែអាក្រោមនេះវាចូលសមភាពអាគីបដក b គីបអាយ៉ា8យើងអាចសរសេរថាទៅជា2សេគុណ3បានអញ្ចឹងអាគីបដក b គីបបានជាបាទ x ដក2កតាជាមួយនឹង x ការ៉េបូកជាមួយនឹង 2x បូកឲ្យ4អញ្ចឹងណាអញ្ចឹងយើងមានអានេះមានកតារួមគឺសម្បូរចោលទៅបាទអញ្ចឹងយើងអាចស្មើទៀតបាទ limit នៃ x ខិតទៅជិត2នៃ1នៅលើ x ការ៉េបូកឲ្យ 2x បូកឲ្យ4ហើយកន្លែងនេះយើងអាចជំនួសតម្លៃទុកចិត្តបានដោយសារតែយើងជំនួសទៅវាកំណត់ហើយបាទអញ្ចឹងបាន1នៅលើរឹសនៃ2បាទរឹសនៃ2អានេះរឹសនៃ2ណាបាទអញ្ចឹងរឹសនៃ2បូក2វាបានរឹសនៃ4ចេញបាន2បាន2បូកជាមួយនឹង2ចាអូខេហើយតមកយើងជំនួសអានេះចូលហើយទៅយើងបានទៅជា1នៅលើ2ការ៉េវា4បាទបូកជាមួយនឹង2គុណ2វា4បូកជាមួយនឹង4បាទគុណឲ្យ1នៅលើ4អញ្ចឹងលទ្ធផលចុងក្រោយគឺស្មើអានេះ16 12 4ដងវា48សោនៃ1បូកទឹក x ដល់ឲ្យ1ដល់ទឹក x នៅលើស្វី x អញ្ចឹងនៅពេលដែល x ទៅ0បាទចឹងតម្លៃនេះឲ្យយើងជំនួសឲ្យ0ទៅចាបាទជំនួសតម្លៃចិត្តនឹងចូលទៅចឹងសនីនៃ0យើងដឹងហើយសនី0មានស្មើជាមួយនឹង0ណាចាក្រោមរបស់យើងវាបាយនឹង0ណានេះ0ឬនៃ1វាបាន1អានេះ1ដក0វា0ចឹងឬនៃ1 0 1ដក1វាស្មើ0ចឹងរៀងមិនកំណត់0និង0អញ្ចឹងពេលប្រឡងដាក់គ្នាសេពេញណារៀងមិនកំណត់0និង0ហើយយើងមានបាទរូបមន្តមួយបាទយើងមានរូបមន្តហើយនៅក្នុងហ្នឹងគឺយើងមានរូបមន្តមួយគឺអីបាទគឺ limit នៃ x ខិតទៅរក0បាទសនិះ x នៅលើ x គឺស្មើ1ណាចឹងយើងដឹងហើយនៅពេលដែល limit វាមិនកំណត់0នៅ0ពេលដែលមានរានិកាយើងត្រូវមានចាំបាច់គឺត្រូវតែធ្វើម៉េចឲ្យអាតម្លៃទាំងអស់ហ្នឹងចេញពីរានិកាទៅរួចដើម្បីអាចគណនាតម្លៃណាមួយអូខេគណនាតម្លៃណាមួយដែលលែងឲ្យវាមិនកំណត់ឲ្យវាទៅជាតម្លៃមួយដែលយើងអាចកំណត់តម្លៃដែលចិត្តប៉ុណ្ណឹងបានចឹងនៅពេលដែលវាមានរានិកាជាការ៉េបាទយើងអាចចំណាំក៏បាននៅពេលដែលមានរឹសការ៉េយើងគុណនឹងសន្សំឆ្លាក់មកវាទៅដើម្បីឲ្យចូលចូលអានការ៉េដល់ a ការ៉េអញ្ចឹងបាទរឹសនៃ1បូក x ដកជាមួយនឹងរឹសនៃ1ដក x ចឹងសន្សំឆ្លាក់មកវាគឺផ្ទុយកន្លែងនេះមកចឹង1បូកជាមួយនឹង x បូកជាមួយនឹង
ឬនៃ1ដល់ x ចឹងសនិស x នៅដែរចឹងមិនយើងគុណខែ1បូកជាមួយនឹងឬ x ចឹងយើងក្រោមគុណខែដូចគ្នាបន្ទាប់មកយើងយករបស់យើងគឺចូលលេខ a ការ៉េដល់ b ការ៉េហើយចឹងបានទៅជារឿងនៃ1បូក x ទៅជាការ៉េបាទដកឲ្យរឿងនៃ1ដកឲ្យ x ទៅជាការ៉េបាទនៅលើសនិស x ដោយយើងដឹងថាផលគុណឬមួយក៏ផលចែក limit បាទវាស្មើ limit នៃផលគុណឬផលចែករបស់វាចឹង x ទៅជា0នៃ1នៅលើរឹសនៃ1បូកជាមួយនឹង x បូកជាមួយរឹសនៃ1ដល់ x ណាចឹងយើងឃើញថាអានេះយើងសម្រួលគ្នាចោលដែរយើងសម្រួលអស់តិចទីទៅបាទចឹង limit នៃ x ទៅជា0នៃចឹង1បូកជាមួយនឹង x ដកឲ្យអានេះពេលដែលសម្រួលចេញរួចវាចេញវិរានិកាហើយណាចេញវិរានិកាយើងទៅសញ្ញាដកចូលហើយទៅចឹងបានជាដក1បូកជាមួយនឹង x បាទនៅលើសនិស x ហាក្រោយនេះយើងជំនួសតម្លៃទៅចិត្តចូលទៅវាបាន1នៅលើអីនៅលើអានេះ0នេះណាអានេះ0ណាចឹងបាន1បូក1វាបាន2ចឹងនេះបាន2ចឹងឡើយនេះយើងទូទាត់គ្នាទៅវា0ហើយចឹងនៅសល់ស្មើជាមួយនឹង 2x បាទ limit នៃ x ខិតទៅជិត0នៃ 2x នៅលើបាទសនិស x គុណជាមួយនឹង1ភាគ2ចឹងអា2នេះយើងសម្រួលចោលបាទចឹងយើងសល់តែអីយើងនៅសល់តែ limit នៃ x ខិតទៅជិត0នៃ x បាទនៅលើសនិស x ប៉ុន្តែរូបមន្តរបស់យើងគឺអីបាទ limit x ខិតជិត0នៃសនិស x គឺស្មើ1ចឹងយើងចែកភាគយកនិងភាគបែងជាមួយនឹង x ទៅចឹងភាគយកយើងចែកជាមួយនឹង x ចឹងភាគបែងយើងចែកនឹង x ដែរចឹងយើងបានទៅជាសនិស x បាទនៅលើ x ចឹងអានេះ x ចែកមក x បាទវាស្មើ1វាស្មើជាមួយនឹង1ចឹងយើងអាចសរសេរទៅបាទ limit នៃ x ខិតទៅជិត0នៃ1នៅលើបាទសនិស x នៅលើ x ចឹងយើងដឹងថា limit បាទយើងអាចផ្ដាច់ limit ណាផ្ដាច់ limit ទៅគឺអាចសរសេរបែបនេះបាទ limit នៃ x ខិតទៅជិត0នៃ1នៅលើបាទ limit នៃ x ខិតទៅជិត0បាទនៃសនិស x នៅលើ x ចឹងលើ limit x ខិតជិត0នៃ1គឺ1ដែរហើយ limit នៃ x ខិតទៅជិត0នៃសនិស x លើ x គឺបាទក្នុងរូបមន្តរបស់យើងគឺវាស្មើ1ដូចគ្នាចឹងលទ្ធផលចុងក្រោយគឺស្មើ1